ថ្ងៃនេះបានបងថ្លៃគាត់ទិញសង្វាក់ឲ្យមកឈុតទៅពេលអញ្ចឹងគឺខ្ញុំបញ្ចុកច្រើនដែរអញ្ចឹងរកត្រីអាំងមកមួយសិនតមកមកធ្វើទឹកប្រហុកជ្រលក់បានឆ្ងាញ់បើទឹកជ្រលក់នេះគេទឹកត្រីកោះកុងអត់ឆ្ងាញ់ទេអានោះបញ្ចុកមួយត្រីអាំងហ្នឹងបានជ្រលក់តែជាមួយទឹកប្រហុកទេជាមួយទឹកត្រីកោះកុងអត់ត្រូវទេហើយយើងលីងម្ទេសខ្ទឹមហើយគូស្ករត្នោតចេះទៀតអូយឈ្ងុយឆ្ងាញ់សាហាវថ្ងៃនេះធ្វើចុងភៅបដាថតខ្លួនឯងបដានិយាយពីញញពីឲ្យបងយើងដាក់ស្ករនៅផ្ទះហើយចាំយើងបើកភ្លឺបានស្ករយើងអត់ខ្លោចទេបងតោះមកយើងកូរស្ករយើងឲ្យឡើងពងកន្លះហើយយើងច្រាំប្រហុកឲ្យហើយមកចាក់ប្រហុកចូលឲ្យកូរវាឲ្យឈ្ងុយហើយតោះហើយយើងដាក់ទឹកចូលបន្តិចតែកុំឲ្យដាក់ច្រើនពេករាវអត់ឆ្ងាញ់រៀងខាប់បន្តិចឆ្ងាញ់តោះពេលយើងដាក់ទឹកចូលហើយយើងដាក់ប៊ីចេងបន្តិចហើយនឹងទឹកត្រីបន្តិចបានហើយបងចាំបាច់ដាក់ស្ករទៀតទេព្រោះយើងកូរស្ករហើយអញ្ចឹងខ្លាចអែមជើទៅពេលដែលយើងមកទឹកប្រហុកហ្នឹងយើងមកចោលអញ្ចឹងយើងមកឆ្លៀតបុកម្ទេសខ្ទឹមបន្តិចខ្ទឹមយើងបុកមិនបាត់ពេកទេមកពាក់ឆ្ងាញ់ឲ្យវារៀងកាក់ម្ទេសកាក់ខ្ទឹមចេះហើយយើងដាក់ចូលមកហើយយើងកូរវាចុះឡើងទៅវាល្មមហើយយើងក៏ដាក់ចុះមកបងនិយាយពីថាតំណទៅពីដាក់ចានរួចហើយយើងចាំបាច់គូឆ្មាថែមបន្តិចផងដើម្បីឲ្យវាមានរសជាតិឆ្ងាញ់ណាបងហើយថ្ងៃនេះយើងនំជុកយើងមានត្រីអាំងមានសង្វាក់ហើយបន្លែដូចជាទឹកសក់ស្ពៃបុកគោតូចហើយនំជុកឯសាឡាត់ហ្នឹងទឹកមកយើងបន្ទាប់មកដាក់នំជុកតិចត្រីសង្វាក់ដាក់គ្រប់គ្រឿងមកហើយដាក់ទឹកត្រីទៀតមកអេមតែម្ដងចុះវីដេអូខ្ញុំមានប៉ុណ្្នឹងឯងបាយ